មកគ្នាខ្ញុំបាទឈ្មោះគៀតពេជ្រ AKA E-boy មានអាយុ25ឆ្នាំមកពីខេត្តស្វាយរៀងខ្ញុំបានបញ្ចប់ការសិក្សានៅឆ្នាំ2018ត្រឹមមធ្យមសិក្សាទុតិយភូមិហើយតាំងពី2018ដល់បច្ចុប្បន្នអត់មានលុយរៀនតក៏សម្រាប់ចិត្តធ្វើការនៅរោងចក្រនៅរាជធានីភ្នំពេញខ្ញុំបានស្គាល់កម្មវិធី Cambo Rapper នេះតាមរយៈ page របស់ Galaxy Navatra ដោយសារតែខ្ញុំ follow page គាត់ដោយសារតែក្តីស្រឡាញ់និងចូលចិត្តតាំងពីតូចទើបជំរុញឲ្យខ្ញុំហ៊ានដាក់ពាក្យប្រឡងប្រកួតប្រជែងនៅកម្មវិធី Cambo Rapper មួយនេះចំពោះផលវិបាកនៅពេលដែលខ្ញុំដាក់ពាក្យបដាឲ្យធ្វើការបដារៀងមានផលវិបាកដែរដោយសារខ្ញុំថែម៉ោងរៀងយប់ជ្រៅហើយអត់សូវមានពេលទំនេរច្រើនព្រោះពេលថ្ងៃសម្រាប់តែ1ម៉ោងពេលល្ងាចពួកខ្ញុំចេញម៉ោង8ដូច្នេះខ្ញុំមានពេលតិចតួចណាស់ក្នុងការធ្វើបទភ្លេងជំរាបសួរអ្នកទាំងអស់គ្នា E-boy you know E-boy អូកាត់ចកូនប្រុសដើរទៅមុខមិនរៀថយលំបាកមុនតែសំណងតាមក្រោយទោះនៅមានឱកាសឈោងចាប់ឲ្យហើយពេលវេលាដើរទៅមុខមិនចាំយើងឡើយកាត់ចកូនប្រុសដើរទៅមុខមិនរៀថយលំបាកមុនតែសំណងតាមក្រោយទោះនៅមានឱកាសឈោងចាប់ឲ្យហើយពេលវេលាដើរទៅមុខមិនចាំយើងឡើយត្រូវសួរខ្លួនឯងថាយើងជានរណាហើយមកពីណាក្នុងចិនត្រូវការស្អីសុំនូទាំងនេះកុំស៊ូទេវតាយើងកំណត់ខ្លួនឯងកុំទៅពងព្រៀងឬព្រៃវាសនាបើសិនចង់ជោគជ័យចូលយកគំរូដូចជាចេកម៉ាបរាជ័យ1000ដងគុណមិនដែររោអំណត់អត់ធ្ងន់តស៊ូខិនខំជាយាមមកជីវិតបានធូរឥឡូវស្រង់ដោយផ្កាយើងហៅគាត់គ្រូបរាជ័យ1000ដងគុណមិនដែររោអំណត់អត់ធ្ងន់តស៊ូខិនខំជាយាមមកជីវិតបានធូរឥឡូវស្រង់ដោយផ្កាយើងហៅគាត់គ្រូអេតពេញបំពង់យើងគុំបងខំយើងធ្វើមួយដោះស្រាយគ្រប់បញ្ហាដោយសាមីការដែលគ្រូដាំឲ្យបើចង់បានផ្លែផ្កាត្រូវខំសង្សារពីតូចឲ្យហើយជីវិតរបស់យើងគុំចាំតែគេមករៀមប្លែនឲ្យការចាស់ឈឺស្លាមគឺជារឿងធម្មតាមានជួបមានបែកខ្លាចរឿងប្រេថាអ្នកខ្លាំងខូចចិត្តទៅអង្គុយផឹងស្រាយអ្នកខ្លាចទៀតចេញទៅធ្វើការផ្លាច់អីតែខ្ញុំមិនចង់មានស្នេហាខ្លាចខូចចិត្តហូរទឹកនេត្រាត្រូវគិតមុនគូប្រៀបដូចគំនូគុំគូមិនគិតត្រូវគិតមុនគូប្រយ័ត្នគូឲ្យស្រ័យក្រោយមកជីវិតត្រូវគិតមុនគូទៅប្រើពេលយូរតែមិនទៅខកចិត្តជីវិតរួមមិនយូរចាប់ក្តីស្រមៃឲ្យខ្លាចការពិតទន់ខ្លួននៅក្មេងប្រឹងប្រែងរៀនរឿងអត់ប្រយោជន៍ក៏វិញចោលចូលគៀនធ្វើក្រុមយ៉ាងជំនះភាពអត់ឃ្លានចេះពីរៀនមានពីរោបើមិនរកធ្វើមិននឹងមានរឿងគេហាមគុំទៅបំពេញត្រូវជាឆ្ងាយពីលបែងគ្រឿងញៀនអេព្រលឹមចេញប្លុកចូលសួររឿងចំណូលនឹងមិនទាន់សល់អីគុំបាក់ទឹកចិត្តក្លាហានឡើងចាប់ផ្ដើមថ្ងៃថ្មីជីវិតពេលខ្លាំងខ្វះតែបន្តិចនឹងបានជោគជ័យអេកាត់ចកូនប្រុសដើរទៅមុខមិនរៀថយលំបាមុនតែសំណងតាមក្រោយទោះនៅមានឱកាសឈោងចាប់ឲ្យហើយពេលវេលាដើរទៅមុខមិនចាំយើងឡើយកាត់ចកូនប្រុសដើរទៅមុខមិនរៀថយលំបាមុនតែសំណងតាមក្រោយទោះនៅមានឱកាសឈោងចាប់ឲ្យហើយពេលវេលាដើរទៅមុខមិនចាំយើងឡើយអូហូអូខេចង្វាក់នៃបទនេះរន្ធើនហើយសំខាន់គឺចប់ sexy មែនដែរភ្លឹបអត់ដឹងហ្មងបើ prank ខ្ញុំជំរាបសួរអូខេបាទសូមណែនាំខ្លួនបន្តិចមកខ្ញុំបាទឈ្មោះគៀតពេជ្រ AKA E-boy មានអាយុ25ឆ្នាំមកពីខេត្តស្វាយរៀងអូស្វាយរៀង E-boy ណោះ E-boy អូខេបទពិសោធន៍ការចូលរួមប្រកួតប្រហែលដងហើយ New experience first time អូ English អូខេខ្ញុំស្រឡាញ់ពាក្យមួយអូខេតស៊ូបន្តិចទៀតណាជីវិតយើងខ្វះតែបន្តិចទៀតជោគជ័យអាចដែរណាបើយើងអត់បានចាប់ផ្ដើមទេការតស៊ូវាក៏គ្មានហើយអាបន្តិចហ្នឹងក៏រមមិនទាន់ឃើញដែរអូខេអញ្ចឹងយើងស្ដាប់យោបល់ខូចមកបងចាសុំជេងខូចសង្ហាបាទសម្រាប់ខ្ញុំមើលឃើញថាមាន energy ហើយពាក្យច្បាស់ rap បានច្បាស់ល្អបាទក៏ប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំបណ្ដានជ្រើសរើសគឺខ្ញុំស្ដាប់ flow គឺជួនដដែលប្រើដដែលច្រើនហើយមួយទៀតពេលដែលញាប់គឺ flow ហ្នឹងវាសាមញ្ញពេកអញ្ចឹងក៏សូមឲ្យត្រឡប់ទៅវិញខំស្រាវជ្រាវហើយវឹកហាត់បន្ថែមទៀតបាទអរគុណជូនពរអរគុណច្រើនខូចសង្ហាអរគុណហើយនៅក្នុងថ្ងៃនេះខ្ញុំឃើញថាមករៀងស្ទាក់ស្ទើរបន្តិចអាចថាភ័យឬក៏មិនដឹងព្រោះរៀងយើងនិយាយពីជីវិតបើសិនជាយើងអាចដាក់មនោចេតនាចូលតួបន្តិចបែបឲ្យយើងមានកម្លាំងចិត្តសម្រាប់រុញខ្លួនឯងបន្តិចខ្ញុំគិតថាល្អហើយខ្ញុំជឿថានេះជាលើកទី1ខ្ញុំជឿថាគាត់នឹងអាច
វឹកហាត់បន្ថែមទៀតហើយសម្រាប់ខ្ញុំដូចខូចសង្ហាដែររៀងនៅវា1 2 3 1 2 3អញ្ចឹងអត់ទាន់ត្រូវអ្វីដែលខ្ញុំចង់បានអញ្ចឹងខ្ញុំជូនពរឲ្យជោគជ័យ អរគុណ អរគុណច្រើនខូចសីមាអរគុណច្រើន ចាខូច Temperatrice ជំរាបសួរអ៊ីបយ ជ្រាបសួរបង បាទខ្ញុំចង់ឲ្យអ៊ីបយអភិវឌ្ឍនៅលើ flow ពង្រឹងការសរសេរបន្ថែមហើយជូនពរជោគជ័យនៅឱកាសក្រោយ អរគុណអរគុណអរគុណខូចសីមាអរគុណច្រើនចុងក្រោយខូចប្រុសឡើង ខ្ញុំគិតថាអ៊ីបយថ្ងៃនេះចេញបញ្ចេញអត់អស់ហើយអៀនឈ្ងោកដីរហូតហើយ អៀន យ៉ាអាហ្នឹងជាចំណុចដែលចាញ់ហើយខ្ញុំគិតដំបូងមានដែលខូចទាំង3បានប្រាប់គឺអស់ហើយអញ្ចឹងសម្រាប់ខ្ញុំគិតថាចេញអត់អស់សមត្ថភាពទេបើមានលើក្រោយចេញអស់ and be yourself វ៉ាអរគុណខូចប្រុសឡើងអូខេ ចា អូខេសរុបទៅទៅមិនចាប់ផ្ដើមសម្រាប់វិថីមួយនេះទេ បាទបង វិថីនៅនឹងបើចេញចុច Google ពុបនៅច្រើនទៀតណាយើងត្រូវទៅស្វែងរកគោលដៅដែលចង់បានព្រោះមនុស្សយើងដូចយើងចង់ទៅណាមួយអញ្ចឹងបើយើងចង់ទៅដល់សៀមរាបយើងចុចគោលដៅពីកន្លែងណាទៅបើយើងអត់ទាន់ចាប់ផ្ដើមអញ្ចឹងអាចចំណុចជួនកាលយើងចុចហើយស្រាប់តែអូក្បែរហ្នឹងតិចទៀតជោគជ័យណាតស៊ូបន្តទៀតអូខេស៊ូអរគុណច្រើនអរគុណច្រើនសម្រាប់បាទអរគុណច្រើន